ប្រយោគជាភាសាកូរ៉េដែលអ្នកទាំងអស់គ្នាគួរចេះទុកប្រើនៅពេលដែលអ្នកទាំងអស់គ្នាចង់សួរគេថានិយាយប្រាប់ហើយឬនៅឬក៏ឆ្លើយប្រាប់គេថានិយាយប្រាប់រួចហើយនៅក្នុងភាសាកូរ៉េបើសិនជាអ្នកដែលយើងត្រូវនិយាយប្រាប់ហ្នឹងគឺគាត់មានអាយុស្តៀងយើងសកលយើងឬក៏តិចជាងយើងអាចនឹងប្រើពីរប្រយោគនេះបានអញ្ចឹងបើសិនជាយើងចង់សួរគេថាតើនិយាយប្រាប់ហើយឬនៅឬក៏យើងចង់ឆ្លើយថានិយាយប្រាប់រួចហើយយើងអាចនឹងប្រើប្រយោគទាំងពីរនេះប្រយោគទី1 말했어요 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 អញ្ចឹងជាប្រយោគសំណួរគឺមានន័យថាតើនិយាយប្រាប់ហើយឬនៅឬក៏តើប្រាប់ហើយឬនៅ 말했어요 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 តើនិយាយប្រាប់ហើយឬនៅឬក៏តើប្រាប់ហើយឬនៅហើយសម្រាប់ការឆ្លើយថានិយាយប្រាប់រួចហើយក៏យើងអាចនឹងប្រើប្រយោគនេះបានដូចគ្នា 말했어요 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 និយាយប្រាប់រួចហើយឬក៏មកប្រយោគទៀតប្រយោគទី2យើងអាចនឹងនិយាយថា 말해줬어요 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 ប្រយោគនេះជាប្រយោគសំណួរគឺមានន័យដូចគ្នាតើនិយាយប្រាប់ហើយឬនៅឬក៏តើប្រាប់ហើយឬនៅ 말해줬어요 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 តើនិយាយប្រាប់ហើយឬនៅឬក៏តើប្រាប់ហើយឬនៅហើយនៅពេលដែលយើងចង់ឆ្លើយថានិយាយប្រាប់រួចហើយឬក៏ប្រាប់រួចហើយក៏យើងអាចនឹងឆ្លើយថា 말해줬어요 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 ប្រាប់រួចហើយឬក៏និយាយប្រាប់រួចហើយដូច្នេះអ្នកដែលយើងត្រូវនិយាយប្រាប់ជាអ្នកដែលស្ដាប់យើងប្រាប់នឹងគាត់អាយុស្តៀងយើងឬក៏សកលយើងតិចជាងយើងគឺយើងប្រើប្រយោគទាំងពីរនេះប្រើមួយណាក៏បានដែរដើម្បីសួរថានិយាយប្រាប់ហើយឬនៅឬក៏ឆ្លើយថាប្រាប់រួចហើយហ្នឹងគឺយើងប្រើប្រយោគថា 말했어요 ដើម្បីសួរហើយនឹងឆ្លើយក៏បានឬក៏យើងប្រើប្រយោគថា 말해줬어요 ដើម្បីសួរហើយនឹងឆ្លើយក៏បានដែរសម្រាប់ប្រយោគទី3បើសិនជាអ្នកដែលយើងត្រូវនិយាយប្រាប់អ្នកដែលស្ដាប់យើងហ្នឹងគាត់ជាមនុស្សចាស់ឬក៏មានអាយុច្រើនជាងយើងគឺយើងគួរតែប្រើប្រយោគថា 말씀드렸어요 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 ជាប្រយោគសំណួរបើសិនជាយើងចង់សួរថាតើនិយាយប្រាប់ហើយឬនៅឬក៏ប្រាប់ហើយឬនៅអ្នកដែលយើងត្រូវប្រាប់ហ្នឹងគាត់មានអាយុច្រើនជាងយើងគឺយើងអាចនឹងសួរថា 말씀드렸어요 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 តើប្រាប់ហើយឬនៅដូចជាចង់សួរថាតើប្រាប់តកែឬក៏ប្រាប់ម៉ាក់ប៉ាឬក៏ប្រាប់លោកយាយលោកតាឬក៏អ៊ំពូមីងអីចឹងអ្នកដែលគាត់មានអាយុច្រើនជាងយើងគឺយើងគួរតែប្រើប្រយោគមួយនេះ 말씀드렸어요 말씀드렸어요 តើប្រាប់ហើយឬនៅហើយសម្រាប់ចម្លើយគឺដូចគ្នាបើសិនជាយើងចង់ឆ្លើយថាប្រាប់រួចហើយយើងអាចនឹងនិយាយថា 말씀드렸어요 말씀드렸어요 ប្រាប់រួចហើយ